ថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីកម្មវិធី EB3 ទាំងស្រុងពី process ដំបូងរហូតដល់ចុងក្រោយថ្ងៃមុនខ្ញុំធ្លាប់បានជម្រាបពុកម៉ែបងប្អូនម្ដងតាក់ទងទៅនឹងលក្ខខណ្ឌហើយនិងអត្ថប្រយោជន៍របស់កម្មវិធី EB3 ហើយក៏មានសំណួរជាច្រើនដែលគាត់សួរមកថាតើការដាក់ពាក្យទៅនៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 មានភាពលំបាកដែរឬទេមានសុវត្ថិភាពឬទេហើយមានភាពស្របច្បាប់ដែរឬទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនកម្មវិធី EB3 គឺជាកម្មវិធីមួយដែលអនុម័តដោយសភាអាមេរិកគឺជាកម្មវិធីស្របច្បាប់ជាកម្មវិធីដែលយើងសហការជាមួយនឹង employer នៅសហរដ្ឋអាមេរិកដើម្បីជ្រើសរើសបុគ្គលិកទៅធ្វើការព្រមទាំងរស់នៅជាអចិន្ត្រៃយ៍ផងដែរសូមនិយាយបកស្រាយបន្តិចទាក់ទងនឹងលក្ខខណ្ឌគឺលក្ខខណ្ឌក្នុងការជ្រើសរើសទី1គឺបងប្អូនត្រូវមានអាយុពី18ដល់50ឆ្នាំទី2បងប្អូនត្រូវមានសញ្ញាបត្របាក់ឌុបឡើងលើទី3បងប្អូនត្រូវមានប្រវត្តិរស់នៅល្អមិនមានបទឧក្រិដ្ឋ4បងប្អូនត្រូវមានសុខភាពល្អមិនមានជំងឺរ៉ាំរ៉ៃឬក៏ជំងឺឆ្លងហើយទី5បងប្អូនអាចមានភាសាអង់គ្លេសបន្តិចបន្តួចដើម្បីជាការសម្ភាសចូលធ្វើការហើយចំពោះអត្ថប្រយោជន៍ខ្ញុំបានជម្រាបហើយដែរគឺយើងមានសិទ្ធិរស់នៅបន្ទាប់ពីយើងពាក្យធ្វើការតាមរយៈ EB3 អត្ថប្រយោជន៍របស់យើងគឺយើងទទួលបានសិទ្ធិរស់នៅទាំងគ្រួសារទាំងប្រពន្ធនិងកូននិងយើងទៅដល់ភ្លាមយើងមានការងារធ្វើភ្លាមយើងអាចទទួលបាន Green Card ហើយកូនរបស់យើងគាត់អាចទទួលបានការរៀនសូត្រនៅសាលាសហរដ្ឋអាមេរិកដោយឥតគិតថ្លៃនិងយើងអាចសុំសិទ្ធិរស់នៅជាសញ្ជាតិអាមេរិកក្រោយរយៈពេលយើងរស់នៅ5ឆ្នាំបន្ទាប់ពីហ្នឹងខ្ញុំនិយាយអំពី process ដែលបងប្អូនតែងតែឆ្ងល់ថាហេតុអ្វីបានជាកម្មវិធី EB3 មានរយៈពេលយូរអាចចន្លោះពី2ទៅ4ឆ្នាំដោយសារទី1នៅពេលដែលបងប្អូនដាក់ពាក្យស្នើសុំទៅធ្វើការតាមរយៈ EB3 គេហៅថា Employment Based Third Party គឺបន្ទាប់ពីខាង employer របស់យើងគាត់ធ្វើការជ្រើសរើសដែលជាដៃគូសហការជាមួយនឹងក្រុមហ៊ុនយើងគឺយើងនឹងបង្ហាញថាតើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើការជាប្រភេទណាជាអ្នកលក់ sandwich ជាអ្នកការងារនៅក្នុងជាអ្នកជំនួយការខាង nurse ឬក៏ការងារផ្សេងៗជាដើមដែលជាដៃគូសហការរបស់ក្រុមហ៊ុនយើងអញ្ចឹងនៅពេលដែលបងប្អូនដាក់ពាក្យគឺបងប្អូនរងចាំរយៈពេល6ទៅ12ខែដើម្បីក្រុមហ៊ុនរបស់យើងprocessឯកសាររបស់បងប្អូនទៅ DOL គេហៅថា Department of Labor របស់សហរដ្ឋអាមេរិកគឺក្រសួងការងារសហរដ្ឋអាមេរិកហ្នឹងគឺយើងចំណាយពេលរយៈពេល6ទៅ12ខែបន្ទាប់ពីយើង process ការងាររួចយើងបន្តការងារទៅ USCIS ដែលគេហៅថាក្រសួងអន្តោប្រវេសន៍របស់អាមេរិកហ្នឹងគឺយើងប្រើរយៈពេលអាចដូចគ្នាពី6ទៅ12ខែដូចគ្នាប៉ុន្តែយើងមានសេវា premium យើងអាចតម្លៃបន្ថែមបានបើសិនជាបងប្អូនអាចមានលទ្ធភាពគឺយើងប្រើរយៈពេលតែ14ថ្ងៃទេគេហៅថា premium process បន្ទាប់ពីយើងចេញពី USCIS មកគឺយើងបន្តទៅ NBC ដែលគេហៅថាមជ្ឈមណ្ឌលទឹកតការជាតិសហរដ្ឋអាមេរិកហ្នឹងគឺយើងអាចចំណាយពេលពី6ទៅ12ខែដូចគ្នាឬក៏អាចចន្លោះពី8ទៅ10ខែឬក៏លើសនឹងបន្តិចបន្តួចគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងបន្ទាប់ពីបងប្អូនទៅដល់ NVC ហើយកន្លែងហ្នឹងហើយជាកន្លែងដែលបងប្អូនស្នើសុំ Green Card បន្ទាប់ពីយើងបានទឹកតការជាតិរបស់សហរដ្ឋអាមេរិកក្រុមការងារក្រុមហ៊ុនយើងនឹង process ការងារបន្តទៅស្ថានទូតដែលប្រចាំនៅក្នុងប្រទេសអញ្ចឹងក្នុងការ process ឯកសារនៅក្នុងស្ថានទូតហ្នឹងគឺយើងអាចរងចាំរយៈពេលពី8ខែឡើងលើពីព្រោះដោយសារតែស្ថានទូតនីមួយៗគឺយើងមានភាពមមាញឹកទៅលើកម្មវិធីផ្សេងៗអញ្ចឹងទេគឺបងប្អូនរងចាំក្នុងការសម្ភាសហើយការសម្ភាសហ្នឹងគឺតម្រូវឲ្យបងប្អូនត្រូវពិនិត្យសុខភាពនិងធ្វើលិខិតកោតទោសអីផងដែរនេះគឺជា process ទាំងមូលរបស់កម្មវិធី EB3 ដែលបងប្អូនតែងតែមានចង្អល់ហើយខ្ញុំសូមបញ្ជាក់ថាកម្មវិធី EB3 គឺជាកម្មវិធីផ្លូវការរបស់សហរដ្ឋអាមេរិកមិនមែនជាកម្មវិធីដែលរបស់ក្រុមហ៊ុនជាអ្នកលើកឡើងអ្វីទេគឺយើងគ្រាន់តែជាដៃគូសហការក្នុងការរៀបចំឯកសារឲ្យបងប្អូនបានជោគជ័យក្នុងការធ្វើដំណើរទៅធ្វើការនឹងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារផ្លាស់ប្ដូរគេហៅថាធ្វើឲ្យជីវិតយើងគេហៅថា better life work life balance ចំពោះព័ត៌មានលម្អិតបន្ថែមដែលខ្ញុំរៀបរាប់មិនអស់បងប្អូនអាចសាកសួរតាមរយៈលេខទូរស័ព្ទក៏ដូចជា Telegram ខាងក្រោមឬក៏បងប្អូនអាចអញ្ជើញមកការិយាល័យ Globe Visa Cambodia ដើម្បីជួបខ្ញុំផ្ទាល់ឬក៏បុគ្គលិកជំនាញដើម្បីឲ្យគាត់ជួយណែនាំបន្ថែមដោយឥតគិតថ្លៃផងដែរសូមអរគុណ